គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរៀបចំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025 នៅរសៀលថ្ងៃទី2ខែមេសាឆ្នាំ2025នេះគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដឹកនាំកិច្ចប្រជុំដោយឯកឧត្តមសុកសប្បាយណាប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិងឯកឧត្តមប្រាក់សុភ័ណ្ឌអភិបាលខេត្តសៀមរាបដែលមានការចូលរួមពីលោកស្រីអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជានិងអ្នកពាក់ព័ន្ធជាច្រើនរូបឯកឧត្តមសុកសប្បាយណាបានបង្ហាញថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងផ្ដល់ឱកាសឲ្យសាធារណជនជាពិសេសយុវជនបានចូលរួមឆ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗក្នុងគោលដៅបំផុសស្មារតីស្រឡាញ់និងលើកស្ទួយវប្បធម៌ជាតិប្រធានបទនេះឆ្នាំនេះគឺញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីដែលជាការបង្ហាញពីភាពសប្បាយរីករាយការស្វាគមន៍ឆ្នាំថ្មីការចែករំលែកក្តីស្រឡាញ់និងការសាទរនៅវប្បធម៌ខ្មែរដ៏រុងរឿងឯកឧត្តមប្រាក់សុភ័ណ្ឌអភិបាលខេត្តមានប្រសាសន៍ថាកិច្ចប្រជុំនេះជាជំនួបលើកចុងក្រោយដើម្បីពិនិត្យពិភាក្សានិងបង្ហាញអំពីដំណើរការរៀបចំក៏ដូចជាការចូលរួមមតិយោបល់និងការលើកសំណើពីក្រុមការងារពាក់ព័ន្ធដែលជាការត្រៀមរៀបចំលក្ខណៈចំពោះទៅការរៀបចំធ្វើយ៉ាងណាដើម្បីឲ្យព្រឹត្តិការណ៍នេះអាចដំណើរការបានដោយរលូននិងជោគជ័យឯកឧត្តមក៏បានណែនាំដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អលើការអនុវត្តទូនីតិភារកិច្ចរបស់ខ្លួនដើម្បីឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឆ្នាំនេះកាន់តែពិសេសនិងផ្ដល់នូវភាពសប្បាយរីករាយជូនដល់បងប្អូនមហាគ្រួសារខ្មែរក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងផ្ដល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបថែមទៀតផង